Hello everyone, welcome to my slow English Khmer explanation. Today I want to take you about 20 English phrases for daily speaking. In this video, it can help you improve your English pronunciation, your English action, and your English structure for daily speaking. Not further ado, let's get started. សូមស្វាគមន៍អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមករៀនអ្នកទាំងអស់គ្នាអំពី20ឃ្លាភាសាអង់គ្លេសសម្រាប់ការបង្រៀនសម្រាប់ការនិយាយភាសាអង់គ្លេសប្រចាំថ្ងៃហើយក្នុងវីដេអូនេះនឹងជួយឲ្យអ្នកទាំងអស់គ្នាពង្រឹងនៅការបញ្ចេញសំឡេងការកាច់តង់ភាសាអង់គ្លេសរបស់អ្នកហើយក៏ដូចជាជួយអ្នកឲ្យចេះពីសំឡេងប្រយោគភាសាអង់គ្លេសសម្រាប់ការនិយាយជាប្រចាំថ្ងៃតោះ Let's get started អញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នា Slide number 1 Hello Hello Hi Hi សួស្តី Hello Hi សួស្តី Hello Hello ជម្រាបសួរ Hello ជម្រាបសួរអញ្ចឹងនៅក្នុង slide ទី1នេះគឺយើងនឹងរៀនអំពីការ greeting ការស្វាគមន៍ចំពោះនរណាម្នាក់ដែលយើងកំពុងតែនិយាយដោយផ្ដើមនៅពាក្យ Hello Hello ឬក៏ Hi Hi ប្រែថាសួស្តីសម្រាប់ពាក្យ Hello ហើយនិង Hi គឺជា clear មិនផ្លូវការដែលប្រើក្នុងស្ថានភាពក្នុងឋានៈឬក៏អាយុក្មេងជាងឬក៏ស្មើភាពគ្នាអញ្ចឹងយើងប្រើ Hello ឬក៏ Hi ចំពោះមនុស្សដែលយើងនិយាយទៅនៅមានអាយុទាបជាងឬក៏ស្មើគ្នាហើយសម្រាប់ពាក្យ Hello ដែលប្រែថាជម្រាបសួរនឹងគឺត្រូវបានប្រើប្រាស់ជាផ្លូវការជាមួយនឹងកលៈទេសៈដែលចាស់ជាងឬក៏ឋានន្តរស័ក្តិទូនាទីអាយុចាស់ជាងយើងអញ្ចឹងយើងប្រើពាក្យ Hello គឺជាពាក្យគួរសមជាង Hello ហើយនិង Hi ដែលប្រើក្នុងលក្ខណៈមិនផ្លូវការ Okay I hope you got it again Hello Hello Hi Hi សួស្តី Hello Hello ជម្រាបសួរ Go to slide number 2 Good morning Good morning Good morning អរុណសួស្តី Good afternoon Good afternoon Good afternoon ទិវាសួស្តីពាក្យ Good morning គឺជា clear ដែលត្រូវបានប្រើប្រាស់នៅក្នុងពេលព្រឹកហើយសម្រាប់ Good afternoon ត្រូវបានប្រើប្រាស់នៅក្នុងពេលថ្ងៃនៅពេលដែលយើងធ្វើការសន្ទនាជាមួយដៃគូរបស់យើងនៅក្នុងពេលព្រឹកយើងត្រូវប្រើ clear good morning ហើយចំពោះ
ការសន្ទនាដែលចាប់ផ្ដើមនៅក្នុងពេលថ្ងៃឬក៏រសៀលយើងត្រូវប្រើពាក្យ good afternoon ទៅកាន់មនុស្សឬក៏ដៃគូដែលធ្វើការសន្ទនាជាមួយយើង good morning good morning អរុនសួស្តី good afternoon good afternoon ទិវាសួស្តី go to slide number 4 good evening good evening good evening សាយ័ន្តសួស្តី good night good night good night រាត្រីសួស្តី good evening ត្រូវបានប្រើប្រាស់នៅក្នុងពេលល្ងាចអញ្ចឹងការសន្ទនាដែលផ្ដើមនៅក្នុងពេលល្ងាចឬក៏ចាប់ផ្ដើមក្នុងពេលល្ងាចយើងត្រូវប្រើប្រាស់ clear good evening ជាមួយដៃគូឬក៏មនុស្សដែលយើងនិយាយទៅរកចំណែក good night good night ត្រូវបានប្រើប្រាស់នៅក្នុងពេលយប់ហើយត្រូវបាននិយាយទៅកាន់មនុស្សឬក៏ដៃគូដែលនៅស្ថិតនៅក្នុងពេលយប់មុនយើងចូលទៅគេងអញ្ចឹងយើងប្រើពាក្យ good night good evening សាយ័ន្តសួស្តី good night រាត្រីសួស្តី go to slide number 5 how are you how are you តើអ្នកសុខសប្បាយទេ how are you how are you តើអ្នកសុខសប្បាយទេ how is it going how is it going how is it going សុខសប្បាយជាទេ how is it going សុខសប្បាយជាទេ how are you doing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  តើអ្នកសុខសប្បាយជាទេអញ្ចឹង clear ប្រយោគទាំង3នេះគឺជា clear ដែលប្រើប្រាស់សួរសុខទុក្ខមនុស្សឬក៏ដៃគូសន្ទនារបស់យើងប្រើសំណួរនេះចង់ដឹងថាតើដៃគូឬក៏មនុស្សដែលយើងកំពុងនិយាយទៅនៅទៅរកមានសុខទុក្ខយ៉ាងណាអញ្ចឹង clear ទាំង3នេះគឺអាចជួយឲ្យយើងនិយាយឬក៏សន្ទនាកាន់តែរលូន How are you How are you តើអ្នកសុខសប្បាយទេ How is it going How is it going សុខសប្បាយជាទេ How are you doing How are you doing តើអ្នកសុខសប្បាយជាទេ Go to slide number 6 I'm fine I'm fine I'm good I'm good ខ្ញុំសុខសប្បាយ I'm okay I'm okay ខ្ញុំធម្មតាទេ Not bad Not bad មិនអាក្រក់ទេចឹង clear ទាំង4នេះគឺជា clear ដែលប្រើប្រាស់ឆ្លើយតបទៅនឹងសំណួរទាំង3ដែលយើងបានរៀននៅក្នុង slide ទី5អញ្ចឹងនៅពេលដែលគេសួរមក how are you យើងក៏អាចប្រើ clear ទាំងហ្នឹងដើម្បីឆ្លើយ I'm fine I'm fine I'm good I'm good I'm okay I'm okay not bad not bad go to slide number 7 nice to meet you nice to meet you រីករាយដែលបានជួបអ្នក nice to meet you nice to meet you
Nice to meet you Nice to meet you រីករាយដែលបានជួបអ្នក Nice to meet you too Nice to meet you too ក៏រីករាយដែលបានជួបអ្នកដែរចឹង clear ទាំងពីរនេះគឺជា clear ដែលត្រូវបានប្រើប្រាស់នៅពេលដែលយើងជួបមនុស្សឬក៏ដៃគូសន្ទនាជាលើកដំបូងចឹងយើងប្រើ clear ទាំងអស់ហ្នឹងដើម្បីស្វាគមន៍ឬក៏បង្ហាញពីការរីករាយដែលបានជួបពួកគេ Nice to meet you Nice to meet you រីករាយដែលបានជួបអ្នក Nice to meet you too Nice to meet you too ក៏រីករាយដែលបានជួបអ្នកដែរ Go to slide number 8 What is your name? What is your name? What is your name? តើឈ្មោះរបស់អ្នកគឺអ្វី My name is Biên Huân My name is Biên Huân ឈ្មោះរបស់ខ្ញុំគឺ Biên Huân ប្រយោគសំណួរនេះគឺជាប្រយោគដែលត្រូវបានប្រើប្រាស់ជាមួយដៃគូសន្ទនាឬក៏មនុស្សដែលយើងនិយាយជាមួយប៉ុន្តែយើងមិនស្គាល់ឈ្មោះរបស់គេយើងត្រូវប្រើ clear ឬក៏ប្រយោគសំណួរនេះដើម្បីសួរឈ្មោះរបស់ពួកគេ What is your name? What is your name? My name is Biên Huân My name is Biên Huân ឈ្មោះរបស់ខ្ញុំគឺ Biên Huân Go to slide number 9 How old are you? How old are you? តើអ្នកអាយុប៉ុន្មានឆ្នាំ I am 33 years old I am 33 years old ប្រយោគសំណួរនេះគឺជាប្រយោគសំណួរដែលប្រើប្រាស់ដើម្បីសួរអំពីអាយុដែលយើងសន្ទនាចង់ដឹងតើដៃគូសន្ទនាឬក៏មនុស្សដែលយើងនិយាយទៅរកមានអាយុប៉ុន្មាន How old are you? How old are you? I am 33 years old I am 33 years old ខ្ញុំអាយុ33ឆ្នាំ Go to slide number 10 How about you? How about you? ចុះអ្នកវិញ Please Please សូម Thank you Thank you អរគុណអ្នកចឹងប្រយោគ How about you គឺត្រូវបានប្រើសួរត្រឡប់ទៅអ្នកដែលយើងនិយាយជាមួយឬក៏ដៃគូរបស់យើងដោយមិនចាំបាច់ថាតាមឬក៏និយាយសំណួរដដែលឧទាហរណ៍នៅពេលគេសួរថា How old are you? I am 33 years old How about you? ចុះអ្នកវិញ How are you? How are you? តើអ្នកសុខសប្បាយទេ I'm fine How about you? ចុះអ្នកវិញអូខេគឺជាសំណួរដែលសួរត្រឡប់ទៅវិញ Please Please so example Can you tell me your name please តើអ្នកអាចប្រាប់ឈ្មោះរបស់អ្នកបានទេ Could you give me a water Could you give me a glass of water តើអ្នកអាចជួយហុចទឹកឲ្យខ្ញុំបន្តិចបានទេឬក៏សូមអ្នកជួយហុចទឹកឲ្យខ្ញុំបន្តិចបានទេ Thank you Thank you សូមអរគុណ That's all for today's lesson I hope you get in this video lesson and see you in the next video. Goodbye.